ទឹកឃ្មុំត្រាំកន្ទួតព្រៃត្រាំយប់ថ្ងៃទី15ឈានចូល16ចាថ្ងៃនេះខ្ញុំថតថ្ងៃទី17ពេលល្ងាចបងប្អូនអើយចេញទឹកគឺល្អខ្លាំងម្ល៉េះចាត្រាំអត់ទាន់បានចា48ម៉ោងពេញទេអញ្ចឹងនេះហើយគឺជាមូលហេតុដែលខ្ញុំតែងតែចែករំលែកថាការត្រាំកន្ទួតព្រៃជាមួយទឹកឃ្មុំបងប្អូនប្រើត្រឹមតែពាក់កណ្ដាលក៏បានដែរឲ្យតែបងប្អូនឧស្សាហ៍ក្នុងការមានពេលចាក្រឡែងកន្លកន្ទួតហ្នឹងឲ្យវាសប់ជាមួយនឹងទឹកឃ្មុំចាទឹកឃ្មុំវាមានកម្ដៅកាលណាបងប្អូនចាដាក់ជាមួយនឹងកន្ទួតព្រៃវាងុំណាចាគឺវាបឺតទឹកកន្ទួតព្រៃចេញមកពីខាងក្នុងផ្លែហើយការដែលត្រាំចាប្រើបរិមាណទឹកឃ្មុំ50%ឬក៏30 70បងប្អូនគឺល្អខ្លាំងទី1ចាសម្រាប់បងប្អូនការពារមិនឲ្យខ្លួនឯងមានជំងឺលើសជាតិស្ករឬក៏ទឹកនោមផ្អែមទី2សម្រាប់អ្នកលើសស្ករក៏អាចញ៉ាំបានដែរដោយសារតែយើងប្រើបរិមាណទឹកឃ្មុំតិចក៏ប៉ុន្តែត្រូវតែទុកឲ្យបានយូរខែចាចាប់ពី3ខែឡើងទៅចាំធ្វើការញ៉ាំអញ្ចឹងសម្រាប់ការត្រាំរបស់ខ្ញុំគឺខ្ញុំត្រាំកន្ទួតព្រៃទាំងមូលណាបងប្អូនហើយការត្រាំបែបនេះគឺវាមានប្រសិទ្ធភាពចាចំពោះសុខភាពហ្នឹងគឺច្រើនខ្លាំងមែនតើជាពិសេសបងប្អូនចាទៅនឹងត្រាំ2ថ្ងៃទេបងប្អូនអើយចាចេញទឹកកន្ទួតព្រៃមកគឺបានច្រើនហើយបងប្អូនមើលទៅលើផ្លែកន្ទួតទៅគឺវាស្រក់ចុះក្រោមអីអញ្ចឹងនេះជាមូលហេតុមួយដែលបងប្អូនដែលគាត់ទិញកន្ទួតព្រៃត្រាំតែខ្មុំជាមួយខ្ញុំណាចាត្រាំបែបស្រាប់ៗគាត់ថាអ្នកលក់ហ្នឹងអត់ល្អទេកັບកេងទឹកកន្ទួតព្រៃគាត់អត់ទេបងអត់បានកັບកេងទេណាដោយសារពេលដែលត្រាំហ្នឹងគឺដាក់ផ្លែពេញតែពេលដែលទឹកវាចេញមកផ្លែវាចាប់ផ្ដើមស្វិតទៅចាទឹកវាចេញមកពីខាងក្នុងផ្លែងុំជាមួយនឹងទឹកឃ្មុំដែលយើងដាក់ត្រាំអ្វីដែលសំខាន់បងប្អូនចាត្រាំថ្ងៃ15ឥឡូវថ្ងៃ17ចាហើយថតវីដេអូជូនបងប្អូននេះគឺយប់ថ្ងៃ17ឈានចូល18ចាសំខាន់បងប្អូនអើយចាម៉ោង1កណ្ដាលរាត្រីចាបងស្រីគឺគាត់ឆាតមកគ្រើងចាអូនលក់មិនចាសួរចុះសួរឡើងបងយកអាត្រាំថ្មីហ្នឹងមែនបងដោយសារត្រាំថ្មីហ្នឹងទៅនឹង2ថ្ងៃទេបងតែផ្លែកន្ទួតពូជមួយហ្នឹងវាផ្លែធំហើយវាទឹកច្រើនទៀតអញ្ចឹងណាចាបើបងទិញអាត្រាំថ្មីយកទៅបងទុកវាសិនចាទុកពី3សប្ដាហ៍4សប្ដាហ៍អីទៅចាចាំបងធ្វើការញ៉ាំតែបើបងចង់បានអាត្រាំស្រាប់ចាយកទៅអាចញ៉ាំបានត្រឹម2ខែឬក៏1ខែចា1ខែជាងណាគឺខ្ញុំមានលក់និយាយចុះនិយាយឡើងគាត់ថាអត់ទេគាត់យកអាត្រាំថ្មីដោយសារអីផ្លែវាធំបងប្អូនចាឥឡូវគាត់យកទៅបាត់ហើយចាអាកន្លោះ5លីត្រនៅសល់10លីត្របងប្អូនតម្លាក់លេខមកបានមុនហ្មងគឺជាការប៉ັດដល់បងប្អូនដោយសារអីផ្លែកន្ទួតព្រៃនេះខ្ញុំចង់ប្រាប់បងប្អូនថាគឺជាផ្លែកន្ទួតព្រៃកម្របងប្អូន10ដើម20ដើមជួបតែម្ដើមទេហើយម្ដើមហ្នឹងក៏អត់បានផ្លែច្រើនដែរបងប្អូនដាក់មកថ្ងៃមុនហ្នឹងគឺបានតែ20គីឡូទេខ្ញុំលក់អស់ចាអស់អស់ច្រើនដែរតាមបានតែ2គីឡូហ្នឹងទេឥឡូវបងស្រីគាត់យកទៅបាត់ហើយអាគីឡូ5លីត្រហ្នឹងនៅសល់គីឡូ10លីត្រអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចាចង់បានអាចកក់ឥឡូវគឺបានឥឡូវណាអូខេបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់កន្ទួតព្រៃត្រាំទឹកឃ្មុំដែលបងប្អូនចង់បានបែបត្រាំរួចជាស្រេចគឺខ្ញុំមានលក់ណាចាបងប្អូនអាចកម្មង់បានចាតែបើបងប្អូនពេញចិត្តគីឡូមួយហ្នឹងតម្លាក់លេខឲ្យបានលឿនណាបងប្អូនចាហើយនេះគឺជាវីដេអូដែលខ្ញុំថតទុកអត់ទាន់បានបង្កាត់ផងឥឡូវចាមួយគាត់យកទៅបាត់ហើយចាគឺខ្ញុំត្រាំធ្វើទាំងកណ្ដាលយប់ចាយប់ថ្ងៃទី15ឈានចូលថ្ងៃទី16ដល់ពេលថតវីដេអូចាយប់ថ្ងៃ17ឈានចូលថ្ងៃ18បើនិយាយទៅ admin គឺធ្វើការងារតែពេលកណ្ដាលយប់ទេបងប្អូនចាមិនថាថតវីដេអូមិនថាកាត់តបញ្ចូលសលេងអីទេតែកណ្ដាលយប់ហ្នឹងឯងអូខេបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់បងប្អូនដែលចង់មែនចារូបមន្តឱសថបុរាណខ្មែរចាកុំភ្លេចតាមដានរាល់វីដេអូនៃការចែកម្លែកតែបើបងប្អូនមិនចង់ឲ្យមានការឈឺក្បាលអីអញញ៉ៃច្រើនធ្វើច្រើនយូរច្រើនចាតែញ៉ាត្រាំស្រាប់ទៅយកទៅគឺអាចញ៉ាំបានតែម្ដងចឹងបងប្អូនដែលចង់មែនមិនថាកន្ទួតព្រៃត្រាំទឹកឃ្មុំសមត្រាំទឹកឃ្មុំកន្ទួតព្រៃសមត្រាំទឹកឃ្មុំត្រាំស្រាសត្រាំទឹកឃ្មុំអីគឺមានទាំងអស់បងប្អូនណាអាច comment ឬក៏ឆាតចូល page បានអរគុណច្រើនជម្រាបលារាត្រីសួស្ដីបងប្អូនអើយថតវីដេអូម៉ោង2យប់អរគុណច្រើនជម្រាបលាបាយបាយ